តោះបងប្អូនទាំងអស់គ្នាមកវិភាគប្រទេសលេខ2លេខ3ហេតុអីចង់បានកម្ពុជាបងប្អូនត្រូវពិចារណាកន្លែងនេះដែលយើងជាប្រទេសតូចតែជាប្រទេសដែលក្លិមគេហៅថាតូចហើយក្លិមព្រោះយើងមានរបស់ដែលសំខាន់ជាច្រើនដែលដូនតារបស់យើងនឹងបានបន្សល់ទុកឲ្យគឺមានច្រើនប្រភេទទាំងប្រភេទរ៉ែទាំងប្រភេទព្រៃឈើទាំងព្រៃភ្នំទាំងប្រាសាទវប្បធម៌អរិយធម៌គឺមានគ្រប់ទាំងអស់ជាប្រទេសមួយដែលអាយុកាលចាស់ជាងគេជាប្រទេសដែលមិនសូវមានគ្រោះធម្មជាតិនេះគឺជាចំណុចសំខាន់គឺយើងមើលប្រទេសអ្នកជិតខាងយើងទៅឃើញតែគ្រោះរញ្ជួយដីគ្រោះទឹកជំនន់កូររន្ទះអីផ្សេងគឺជួបបញ្ហាស្ទើរតែគ្រប់រដូវកាលប៉ុន្តែសន្លឹងមកប្រទេសកម្ពុជាយើងគឺជាប្រទេសមួយដែលអត់សូវមានគ្រោះទឹកជំនន់ក៏មិនសូវប៉ះហើយគ្រោះរញ្ជួយដីក៏មិនមានហើយថាគ្រោះជំនន់វាមានខ្លះតិចណាប៉ុន្តែវាមិនសូវប៉ះខ្លាំងតែបើយើងប្រមើលមើលទៅយើងគិតមើលទៅតាមដានព័ត៌មានទៅអំពីក្រៅប្រទេសជិតខាងយើងគឺសុទ្ធតែគេជួបបញ្ហាទាំងអស់នោះដល់ពេលតែគេឃើញទាំងអស់នោះឃើញប្រទេសយើងដែលជាប្រទេសដែលសំណាងជាងគេនិយាយទៅថាមកតំបន់អាស៊ីគឺមានតែប្រទេសយើងទេដែលសំណាងជាងគេអត់ផុតនៅក្នុងការគ្រោះរញ្ជួយដីហើយទឹកជំនន់ក៏មិនសូវមាននិយាយពីការដាំដំណាំផលអីផ្សេងៗក៏កើតឡើងច្រើនមិនសូវប្រឹងប្រែងតែបានផលច្រើនជាងគេនេះយើងឃើញមើលតែពីកាលណាពីការតែពីយូរណាស់មកហើយពេលដូនតាយើងហើយមិនត្រឹមតែប៉ុណ្ណោះទេគឺមិនចាំបាច់កសាងអីច្រើនទេមិនចាំបាច់កសាងសង់អីច្រើនទេគឺគ្រាន់តែយើងថាយើងជាកូនខ្មែរនឹងយើងអាចបើបង្ហាញយើងចេះចែករំលែកសរអំពីប្រទេសយើងបង្ហាញទៅដល់ឆាកអន្តរជាតិឲ្យកាន់តែច្រើនធ្វើម៉េចឲ្យប្រជាជនខ្មែរយើងនឹងគឺជាអ្នកដែលមានផ្នែកខាងដឹកនាំផ្នែកខាងទាក់ទងនៅក្នុងទេសចរយើងទៅលេងកន្លែងណាហើយយើងសូពីកន្លែងនោះកន្លែងតំបន់ដែលស្អាតនឹងឯងផុសនៅក្នុងបណ្ដាញសង្គមព្រោះសម័យសប្តាហ៍ថ្ងៃយើងមិនចាំបាច់ទៅផ្ទាល់ក៏បានដែរនៅក្នុងបច្ចុប្បន្នយើងគ្រាន់តែធ្វើខ្លួនយើងឲ្យល្បីធ្វើឲ្យយើងឯងមានអ្នកគ្រប់គ្រងច្រើនហើយយើងបង្ហាញអំពីប្រទេសយើងទៅកាន់ពិភពលោកឲ្យគេបានឃើញឲ្យគេចូលមកទស្សនាពិសេសគឺប្រាសាទដូនតារបស់យើងនឹងដែលគាត់កសាងឲ្យយើងមកគឺជាចំណុចមួយសំខាន់សម្រាប់ដឹកនាំភ្ញៀវទេសចរមកលេងហើយកាលណាបើភ្ញៀវទេសចរមកលេងនៅប្រទេសយើងហើយគឺធ្វើឲ្យការចាយការអីគឺការដេកការអីគឺសុទ្ធតែជាការប្រើលុយហើយធ្វើឲ្យប្រជាជនយើងនឹងអាចរកស៊ីទៅវាស្រួលនឹងគឺជាចំណុចដែលសំខាន់ដែលខ្ញុំលើកមកនិយាយហើយបើសិនតែខ្ញុំឧទាហរណ៍ថាបើសិនតែបងប្អូនឃើញប្រទេសនឹងមានអរិយធម៌ក៏មានកន្លែងស្អាតក៏មានប្រាសាទក៏មានមិនមានគ្រោះរញ្ជួយដីហើយមិនសូវប៉ះពាល់ទឹកជំនន់ទេគ្រោះធម្មជាតិទេគឺសួរថាបងប្អូនចង់បានអញ្ចឹងគឺប្រទេសលេខ2លេខ3ក៏ដូចគ្នាបងប្អូនដោយសារតែហេតុផលទាំងអស់នោះឯងហេតុផលដែលប្រទេសយើងមិនសូវមានគ្រោះទាំងអស់នោះឯងដែលគេធ្វើដែលគេចង់បានប្រទេសយើងហើយយើងដឹងថាប្រទេសយើងគឺជាប្រទេសតូចមួយគឺមានវប្បធម៌អរិយធម៌គ្រប់សពទាំងអស់គឺជាប្រទេសមួយដ៏អស្ចារ្យតូចតែបើសិនតែយើងនឹងឯងមិនថែទេគេប្រកាសជាយកផងយើងហើយរាល់ថ្ងៃនេះបងប្អូនមើលទៅសង្គ្រាមនៅក្នុងបច្ចុប្បន្នហ្នឹងគឺចង់បានអីគ្រាន់តែវាថាចង់បានប្រាសាទតាមន់ធំប្រាសាទអីតែប៉ុណ្ណោះវាគ្រាន់តែថាតែប៉ុណ្ណោះតែបើសិនវារុលមកមុខទៀតបានវានឹងមករុលមកទៀតហើយកុំអោយបងប្អូនខ្មែរយើងមួយចំនួនតូចដែលគិតថាថៃយកតែប្រាសាទតាកបីសត្វព្រះវិហារអីគឺវាឈប់ចង់បានហើយណូបងប្អូនអត់មានទេចិត្តចងគឺវារំពឹងតគ្នានឹងឯងតែពីដូនតាវាមករហូតដល់យើងបច្ចុប្បន្ននេះជាប្រទេសមួយដែលគ្មានទឹកដីរបស់ខ្លួនឯងផ្ញើនៅលើទឹកដីគេតែលាបតបាក់ទឹកដីគេបងប្អូនមើលទៅប្រទេសទាំងពីរហ្នឹងគឺមានទឹកដីខ្លួនឯងអត់មានទេអត់មានទឹកដីខ្លួនឯងទេដើមកំណើតគឺអត់មានទេតែមកផ្ញើនឹងគេហើយគឺលាបតបាក់ទឹកដីគេគ្រប់គ្រងយកម្ចាស់គេចេញបងប្អូនចង់ឲ្យ
ចង់ឲ្យប្រទេសយើងនឹងឯងធ្លាក់ដល់ថ្នាក់នឹងអត់គិតឲ្យវែងឆ្ងាយគិតឲ្យវែងឡាយប្រទេសទាំងពីរនេះគឺវាគោលដៅរបស់វាគឺចង់ហែកជាពីរបងប្អូនចាំមិនបើសិនតែយើងទៅឲ្យវាតែប៉ុណ្ណឹងក៏វាមិនគ្រប់គ្រាន់ដែរយើងមើលថាវាយកខេតពីកម្ពុជាយើងទៅប្រមាណកូរ៉ាតអង្គររាជខ្មែរយើងអង្គររាជហើយសរិនសួរថាវាបានប្រមាណខេតទៅសួរថាវាឈប់ចង់បានបងប្អូនសួរខ្លួនឯងថាថៃវាឈប់ចង់បាននៅវាអត់ទាន់ឈប់ចង់បានទេវានៅតែចង់បានទេទោះយើងឲ្យវាទៅប្រស័តតាមមួនសត្វតាក្បីទៅទៀតក៏វាមិនប្រកក៏វាមិនឈប់ចង់បានដែរថ្ងៃណាមួយវានឹងរុលមកទៀតពួកនឹងគឺវាពូកែសម្ដែងណាបងប្អូនជាលេសរបស់វាហើយនៅប្រជាជនខ្មែរមួយចំនួននៅតែទុកចិត្តពួកនឹងឲ្យប្រទេសលេខ2លេខ3នេះគឺអមទុកចិត្តវាឲ្យសោះតែទុកចិត្តវាគឺកាន់តែទុកចិត្តគឺកាន់តែអស់កាន់តែទុកចិត្តគឺកាន់តែអស់ពួកនឹងស៊ីបាយបកឆ្នាំអត់សល់ចេះដឹងគុណគេទេបងប្អូនដែលធ្លាប់ឃើញដើមបញ្ញាក្អែកអត់ដើមបញ្ញាក្អែកតែវាទៅទុំលើដើមណាហើយគឺវាសម្លាប់ដើមនោះប្រទេសទី2និងទី3គឺដូចគ្នាតែកាលណាវាទៅនោនឹងជាមួយនឹងដីឬគឺទៅនោជាមួយអ្នកណាហើយគឺវានឹងសម្លាប់មិនអោយម្ចាស់ដើមនឹងឯងកម្រិតប្រទេសយើងដែលកាន់តែមានវត្ថុអច្ឆរិយៈកាន់តែល្អកាន់តែច្រើនគឺគេកាន់តែចង់បានយើងកាន់តែពិបាកនឹងថែបើយើងចង់ថែឲ្យប្រទេសជាតិយើងឯរីចម្រើនបងប្អូនគ្មានអីក្រៅពីការសិក្សាស្វែងយល់នឹងគ្នាចែករំលែកចំណេះដឹងទូទៅឲ្យក្មេងជំនាន់ក្រោយមិនមែនផឹកស៊ីចែករំលែកគ្នាតែកាលណាបងប្អូននឹងឯងកាន់តែផឹកស៊ីកាន់តែចែករំលែករឿងអត់ប្រយោជន៍នៅក្នុងបណ្ដាញសង្គមធ្វើឲ្យទំពាំងស្នងរិស័យខាងក្រោយឯងគឺកាន់តែបាត់បង់កាន់តែអត់មានគុណភាពកាន់តែបាត់បង់ទៅនៅក្នុងពេលយើងបច្ចុប្បន្ននេះយើងមិនអាចគ្រប់គ្រងយើងមិនអាចថែសម្បត្តិដូនតាបានយើងមិនអាចរក្សាប្រទេសយើងឲ្យនៅនឹងបានគេឈានពានរហូតបងប្អូនគឺថ្ងៃណាមួយគឺបាត់ហើយពីផែនទីពិភពលោកហើយលែងមានឈ្មោះថាកម្ពុជាលែងមានពាក្យថាកម្ពុជាហើយបើសិនតែបងប្អូននៅតែមកនេះមិនប្រឹងប្រែងឲ្យខ្លួនឯងឲ្យមានប្រឹងប្រែងឲ្យខ្លួនឯងមានសមត្ថភាពកាលណាដែលខ្លួនឯងមានសមត្ថភាពប្រទេសជាតិក៏ទៅតាមនឹងដែរបងប្អូននៅតែជឿទុកចិត្តពួកនឹងនៅឲ្យគេធ្វើល្អបន្តិចពេញចិត្តជាមួយគេត្រេកអរជាមួយគេពេលអ្នកខ្លះគេធ្វើល្អបន្តិចវាយប្រហារគ្នាឯងវាយប្រហារបងប្អូនឯងលងជាមួយនឹងពាក្យផ្អែមល្ហែមរបស់គេលងជាមួយនឹងពាក្យលំរបស់គេពេលខ្លះគ្រាន់តែពាក្យលំរបស់គេធ្វើឲ្យខ្លួនឯងលុបបាត់សញ្ជាតិរបស់ខ្លួនឯងក៏មានដែរលុបសញ្ជាតិខ្លួនឯងចូលក៏មានដែរដោយសារតែពាក្យផ្អែមល្ហែមបងប្អូនបើពាក្យផ្អែមល្ហែមដែលប្រកបទៅដោយធម៌ពឹសបងប្អូនស្លែងពាក្យផ្អែមល្ហែមដែលប្រកបទៅដោយធម៌ពឹសអត់បងប្អូនត្រូវចាំទុកផ្ដាំកូនតឲ្យកូនចៅកុំលងជាមួយកុំជឿជាមួយនឹងប្រទេសលេខ2ប្រទេសលេខ2និងប្រទេសលេខ3នេះគឺហាមជឿដាច់ខាតកាន់តែជឿកាន់តែលងគឺកាន់តែអស់ខ្ញុំសូមផ្ដាំបងប្អូនអញ្ចឹងបងប្អូនកុំរស់នៅក្នុងប្រទេសខ្លួនឯងទាំងមូលហើយនេះនៅមិនយល់អំពីសត្រូវសងខាងនេះយើងរាល់ថ្ងៃហ្នឹងគឺសត្រូវសងខាងយើងធ្វើម៉េចឲ្យឈ្នះគេបងប្អូនមើលប្រទេសលេខ3មើលទិញយន្តហោះចម្បាំងប្រមាណបងប្អូនមើលទិញតាមដានផងប្រជាជនខ្មែរយើងភាគច្រើនគឺតាមដានតែប្រទេសលេខ2ភាគច្រើនតែប្រទេសលេខ3គឺអត់តាមដានទេកាលណាតែបងប្អូនមិនតាមដានអំពីសត្រូវរបស់ខ្លួនឯងទេគឺបងប្អូនអត់ឈ្នះសត្រូវទេខ្ញុំសូមផ្ដាំអញ្ចឹងថាបើបងប្អូនមិនតាមដានអំពីសត្រូវទេគឺបងប្អូនអត់ឈ្នះសត្រូវទេ